សួស្តីអ្នកនរគ្នាខ្ញុំនៅលីនហើយនៅថ្ងៃនេះគឺខ្ញុំមានម៉ាស៊ីនមួយនៅខាងឆ្វេងដៃខ្ញុំនេះគឺជាម៉ាស៊ីនដែលបៀឡើងសម្រាប់ប្រើជាមួយនឹង LD ដូចតែអ្នកទាំងអស់គ្នាបានឃើញហើយគឺនៅក្នុងនេះអត់មាន VGA ដាច់ទេហើយ CPU ប្រហែល RAM ប្រហែលស្ពេចប៉ុណ្ណាក៏យើងអត់ទាន់ដឹងដែរហើយធ្វើម៉េចដែលខ្ញុំបានម៉ាស៊ីននេះមកគឺដោយសារបងប្អូនខ្ញុំគឺគាត់ឈប់ប្រើវាហើយអញ្ចឹងសប្តាហ៍ថ្ងៃគាត់ចូលបម្រើការងារអញ្ចឹងទៅក៏គាត់ទុកវាចោលហើយខ្ញុំគិតថាយើងអាចធ្វើអីបានជាមួយនឹងម៉ាស៊ីនមួយនេះណាហើយ bot ហ្នឹងក៏វាមកភ្ជាប់ជាមួយនឹងអង្តែននេះដែរអង្តែនសម្រាប់អង្តែន Wi-Fi ប្រើ pin ខាងក្រោយណាយើងអាចដោតជាមួយនឹងម៉ាស៊ីនខាងក្រោយបានហើយអានេះដូចជាវាមានជើងវាទៀតមានជើងរំដោអញ្ចឹងប៉ុន្តែអត់ដឹងជើងវានៅណាអញ្ចឹងយើងមានតែប្រើហ្នឹងអ្នកនរគ្នាឥឡូវហ្នឹងមានម៉ាស៊ីនប៉ុន្តែអត់មាន monitor អញ្ចឹងត្រូវការ monitor ជាមួយនឹងខ្សែអីផ្សេងៗទៀត keyboard mouse ទៀតហើយប្រហែលជាត្រូវខ្ចីប្អូនម្នាក់ទៀតហើយអញ្ចឹងគាត់មាននឹងស្រាប់ដើម្បីធ្វើវីដេអូហ្នឹងឡើងអញ្ចឹងមានតែប្រើរបស់គាត់សិនអូខេតោះយើងទៅយករបស់គាត់ទាំងអស់គ្នាអូខេអញ្ចឹង monitor នេះជា monitor Asus Saturday 27 inch Full HD ទេហើយនៅខាងក្រោយវាដូចជាមាន port នេះមាន port រៀងច្រើនដែរមាន HDMI មាន DVI ហើយខាងក្នុងវាមាន display port ដែរអញ្ចឹងយើងអាចប្រើ display port បានជាមួយនឹង case របស់យើងណាអូខេឥឡូវនេះ case ពណ៌ស monitor ពណ៌ខ្មៅបាទស៊ីគ្នាល្អមែនតើហើយ monitor នេះដូចជាមាន G-Sync ទេនេះបងប្អូនទាំងអស់គ្នាស្គាល់ G-Sync ទេស្គាល់ comment មួយមើលអីគេ G-Sync អូខេអញ្ចឹងឥឡូវយើងមានអានេះ port ចំដូចធំវាចទេនេះវិញវាហ៎អានេះ display port នេះយើងដោតទៅជាមួយនឹង board បាន board យើងមិនមាន display port ណាចឹងនេះយើងដោតវាចេញពី monitor ទៅហើយយើងប្រើអានេះទៅខាងក្រោយម៉ាស៊ីនរបស់យើងអូខេអញ្ចឹង monitor នេះវាមានដុំរបស់វាណាអូខេដោតដូចវាចូលទៅកន្លែង power ទៅអានេះទៅដុំភ្លើងអូខេអញ្ចឹងយើងនៅសល់ដូចនេះមួយទៀតដើម្បីដោតកន្លែង power នេះហើយចំពោះ mouse ហើយ keyboard នេះគឺដល់យករបស់ប្រពន្ធមកប្រើអញ្ចឹងយើងគុំចូលគ្នាទៅបាន build មួយដែលមានពណ៌ដូច Antutu អូខេអញ្ចឹងឥឡូវយើងភ្ជាប់អានេះចូលគ្នាបន្ទាប់មកខ្សែ display port គឺយើងដោតវាទៅកន្លែង display port ទៅចឹងមកអូខេហើយអានេះសម្រាប់mouse ហើយនិង keyboard ហ្នឹងអញ្ចឹងយើងដោតវាទៅ slot មួយណាក៏បានដែរ slot ធម្មតានេះបានអញ្ចឹងដូចជារួចរាល់ហើយយើងសាកល្បងបើកមើលតើវាចេញអត់អូខេអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំដោតដូចភ្លើងមិញឥឡូវយើងមានភ្លើងRGB នៅលើ board ណា
តែខេសអត់តមានទេដោយសារយើងអត់តចុចបើកអញ្ចឹងឥឡូវសាកបងចុចបើកវាទាំងអស់វ៉ាវកប់សេរីចេញភ្លើងភ្លឺហើយអញ្ចឹងដង្ហើមរបស់វាគឺមានដង្ហើមរបស់ខេសមានខាងក្រោមនេះផងមានខាងគៀននោះផងហើយខាងលើនេះគឺជាដង្ហើម radiator របស់ CPU ហើយត្រជាក់ណាដើម្បីធ្វើ water cooling ហើយឥឡូវនេះ monitor ក៏ចេញរូបរាងដែរអូខេឥឡូវយើងបានចេញរូបរាងហើយយើងនាំគ្នាមកមើល spec ទាំងអស់គ្នាមើល spec វាទាំងអស់គ្នាណាអញ្ចឹងនៅលើដង្ហើមត្រជាក់នេះគឺវាបង្ហាញថាស្ថានភាព CPU របស់យើងគឺ50អង្សាហើយល្បឿនដង្ហើមគឺ1800ជាងណាហើយកម្លាំងថាមពលដែលវាទាញយក70វ៉ាត់100វ៉ាត់អូខេចានេះជា statistic របស់ CPU ហើយឥឡូវវាកើនកម្ដៅដោយសារតែវាចាប់ផ្ដើម run program អញ្ចឹងអ្នកនរគ្នាអាចមើលពីរូបរាងរបស់វាសំខាន់ណាស់អ្នកនរគ្នាមើល spec កប់សេរី Core i9 ជំនាន់ទី14 900K Oh my god អានេះអ្នកគ្នាគាត់ថាម៉ាស៊ីននេះអាចយកធ្វើអីបានខ្លះលេង GTA 6ឯងឥឡូវយើងមើល motherboard គឺប្រើប្រភេទ Top Gaming B760 B760 នេះគឺយើងអាច overclock បានទេជាប្រភេទgaming board ធម្មតាវាជាមិនមែនជាប្រភេទ board ដែលវាអាចឲ្យយើងបើក overclock តែទោះយ៉ាងណាក៏ CPU ដែលមានកន្ទុយ K នេះវាឲ្យយើង overclock មែនតែទោះយ៉ាងណាក៏វាខ្ពស់ដែរចង់ថាល្បឿនវាលឿនណាល្បឿនវាលឿន spec វាខ្ពស់ជាងធម្មតាតបមក RAM ខ្ញុំអត់ច្រឡំទេដឹងប្រូ RAM 128G DDR5 ដឹងតម្លៃ RAM ឥឡូវប្រហែលអត់ប៉ុណ្ណឹង 128G DDR5 ហ្នឹងអ្នកនរគ្នាមិនធម្មតាណាអត់ច្រឡំទេដឹង Oh my god ហើយយើងមើលនៅខាងក្នុងពីស្លឹកបានន័យថាមួយស្លឹក 64G Oh my god ចុះបើសិនជាឥឡូវយើងដកមួយស្លឹកចេញ 64G ហើយយើងលក់ឬក៏វាយដូរជាមួយនឹង VGA យើងបាន VGA គេអ្នកនរគ្នាជួយគិតខ្ញុំផងតើ RAM 128G នេះបើយើងប្រើតែ 64G តែយើងបាន VGA មួយណាយើងបាន VGA ណាយើងមកប្រើជាមួយវាកប់សេរីនេះទេអ្នកនរគ្នាយល់មិនដែរចំពោះម៉ាស៊ីនមួយនេះដោយសារតាម៉ាស៊ីននេះគឺបងប្អូនខ្ញុំគាត់ដំបូងឡើយគាត់ប្រើប្រាស់ដើម្បី run LD អញ្ចឹងខ្ញុំគិតថាម៉ាស៊ីននេះបើសិនជាយើងយកមកប្រើវាឲ្យមានប្រយោជន៍គឺយើងអាចប្រើប្រាស់បានច្រើនរបៀបណាច្រើនរឿងដូចជា render ដូចជា record video ឬក៏អាច run លេង game អីធំបានអញ្ចឹងហើយ game ដែលធំដែលអ្នកទាំងអស់គ្នារំពឹងថានឹងបានលេងនោះគឺ GTA 6 អ្នកទាំងអស់គ្នាគិតថា GTA 6ចេញនៅឆ្នាំហ្នឹងឯងសម្រាប់ computer មែនទេអញ្ចឹងចំពោះតាមប្រវត្តិរបស់ក្រុមហ៊ុន Rockstar GTA 6គឺវាចេញមួយឆ្នាំឬក៏កន្លះឆ្នាំក្រោយពីចេញនៅលើ console នៅលើ Xbox ឬក៏នៅលើ PS PlayStation ណាអញ្ចឹងនៅក្នុងខែ11នេះខ្ញុំគិតថាខែ11នេះគឺ GTA 6ចេញសម្រាប់ Xbox ហើយនិង PlayStation ច្រើនជាងបន្ទាប់មករយៈពេលអាចទៅដល់មួយឆ្នាំបានចេញនៅលើ computer អញ្ចឹងម៉ាស៊ីនខាងក្រោយខ្ញុំនេះបើសិនជាយើងដាក់ VGA មើលនៅក្នុង spec ដែល GTA 6គេកំណត់គឺអាច3060យើងអាចលេងបានតែបើយើងចង់ឲ្យដើរលឿនយើងអាចរក47អីបាន47អាចដាក់ជាមួយនឹងម៉ាស៊ីនមួយនេះហើយយើងអាចលេងផង live ផងព្រោះអី CPU វាធំដែរយើង live stream ផងយើងលេងផងគឺអាចទៅរួចហើយ game សប្តាហ៍គឺមាន game ផ្សេងទៀតដូចជា Crimson Desert តែតែចេញមកថ្មីនេះទេហើយ graphic វាក៏លយដែរអាចនឹងមានមនុស្សលេងច្រើនតែមិនដឹងថាខ្មែរយើងគឺគេលេង game នឹងច្រើនអត់ណោះអត់សូវដឹងដែរចឹងអ្នកនរគ្នាគិតថាម៉ាស៊ីនមួយនេះអាចធ្វើអីបានខ្លះជួយ comment នៅខាងក្រោមវីដេអូនេះហើយសិនជាអ្នកនរគ្នាយល់ថាគួរថាវាយចេញ RAM មួយដើម្បីយក VGA card អ្នកនរគ្នាជួយ comment នៅខាងក្រោមផងគួរលក់ចេញហើយលក់ចេញបានRAM 64G មួយសន្លឹកRAM នេះដូចជា Crucial DDR5 Pro
ចឹងមិនដឹងថាតម្លៃវានៅក្នុងទីផ្សារប៉ុន្មានដែរតែបើសិនជាមានអ្នកណាចាប់អារម្មណ៍ខ្ញុំគិតថាយើងអាចដោះដូរវាជាមួយនៅ VA ណាមួយទៅហើយយើងប្រើវាតែ 64G ក៏បានដែរ 64G គឺវាលើសលប់មែនតើសម្រាប់ការងារសប្តាហ៍ថ្ងៃតិចបំផុត 16G បើសិនជា build computer អ្នកនរគ្នាតិចបំផុតគឺត្រូវការ 16G ហើយបើសិនជាចង់ឲ្យស្រួលប្រើគឺ 32G ហើយបើ 64G វិញគឺវាអស្ចារ្យវាច្រើនមែនតើសម្រាប់ការប្រើប្រាស់ចាំថ្ងៃហើយសិនជាអ្នកនរគ្នាមាន edit video មានអីកាត់ត render អីធំ 64G គឺសមល្មមហើយបើដល់ 128G ដូចម៉ាស៊ីននេះវិញបាច់និយាយទេវាច្រើនមែនតើអូខេអរគុណអ្នកនរគ្នាសម្រាប់វីដេអូមួយនេះហើយបើសិនជាអ្នកនរគ្នាចូលចិត្តជួយ like និង subscribe នឹង channel របស់ខ្ញុំផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយដែលខ្ញុំគិតថានឹងធ្វើអីចំពោះម៉ាស៊ីនមួយហ្នឹងណាគិតថានឹងអាចធ្វើអីផ្សេងទៀតអូខេអរគុណបាយបាយ